សួស្តីបងប្អូនផ្លែតរ៉េនខ្ញុំនេះប្លែកអត់ហើយធំណាស់បងប្អូនអើយប្លែកទៀតម៉ែកប់សេរីមែនតែនរ៉េនមកចំការផ្លែល្អមានតែមួយបងប្អូនមើលផ្លែល្អសាច់ណែនក៏ប្លង់ផងខាងអន់តែវាខូចអាកដាលតិចតរ៉េនមកចំការបងប្អូនឃើញនេះស្អាតទេតរ៉េននេះស្អាតល្អលេខ1លំដាប់ ISO បងប្អូនគឺថារត់ទូកណាព្រុកមិនបានទេបើពុយចេះរកងាយបានហ្មងទៅជួបពុកនេះមួយល្អណាស់បងប្អូនអើយកប់សេរីមែនតែនចង់បានបងប្អូនត្រេនចឹងនេះឲ្យបងប្អូនពេញប៉ោះខ្ញុំដែលល្អជាងគេមានមួយចំការគត់តោះបងប្អូនមកមើលពេញប៉ោះរបស់ខ្ញុំមកចំការមានប្លែកមានតែមួយទេបងប្អូនលើលោកមានពីរល្អបំផុតលើលោកពេញប៉ោះរបស់ខ្ញុំនេះគឺជាពូជល្អបំផុតធំហើយទលុកតែចំការមកចំការមានតែមួយគត់នៅលើលោកល្អណាស់បងប្អូនចំការនេះគឺថាចប់ហើយមានតែផ្លែមួយល្អជាងគេកប់សេរីមែនតើណាកប់សេរីហ្មង idol តបបងប្អូនផ្សិតខ្ញុំមកទៀតហើយណាល្អណាស់ធំដល់កឲ្យបងប្អូនអើយមើលអ្នកផ្សិតខ្ញុំខ្ញុំមិនចោលទៅណាពីផ្សិតខ្ញុំទេផ្សិតខ្ញុំល្អពេកបងប្អូនអើយឡើងកំ plong មកឡើងលុកមកនេះហើយនេះផ្សិតដែលល្អជាងគេបងប្អូនល្អលេខ1ជាងគេផ្សិតនេះអស្ចារ្យមែនតើហើយបងប្អូនអ្នកថ្មីអ្នកអីកុំភ្លេចណាជួយ follow ជួយ like ឲ្យអ្នកមួយផងបានលើកស្ទួយឡើងវិស័យធ្វើវីដេអូទាំងអស់គ្នាតោគេដឹងអស់ហើយបងប្អូនមានដឹងថាផ្លែត្រសក់ស្រុកណាធំជាងគេហ៎មើលបងប្អូនមើលនេះផ្លែត្រសក់ទាំងអស់នេះមើលតើមានផ្លែត្រសក់ស្រុកណាធំជាងគេហ៎ខ្ញុំថាមានតែព្រៃវែងខ្ញុំឯងផ្លែត្រសក់ធំជាងគេភ្នំពេញអីអត់ដល់ព្រៃវែងនេះព្រៃវែងភ្នំពេញធំមែនតែរឿងត្រង់តែបោះព្រៃវែងទេមើលនេះសក់តូចមែនតែវែងហើយកោងទៀតមិនធម្មតាទេអំណាចមើលអ្នកព្រៃវែងធំល្អណាស់បងប្អូនអើយអ្នកព្រៃវែងមិនធម្មតាទេបងប្អូនខ្ញុំចេះតែហ៊ានណាទៅសក់អ្នកព្រៃវែងមើលហើយបើមិនជាតិទៀតមិនកប់សេរីទៀតបងប្អូនបបភ្នំប៉ុណ្ណាភ្នំធំដល់កឲ្យបងប្អូនអើយមានពពកមានផ្សែងភ្នំនេះស្អាតមែនតើបងប្អូនស្គាល់ភ្នំនេះដើរនៅកន្លែងណាអីបងប្អូនជួយប្រាប់ខ្ញុំមើលថាភ្នំនៅកន្លែងណាស្អាតមែនហើយកប់សេរីម្លឹងបងប្អូនមើលធំមកភ្នំគេនេះវិញមកខ្ពស់ទៀតអមកមើលទៅស្មើឡើងស្មើរៀបធាយមកភ្នំនេះបងប្អូនកប់មែនតើភ្នំអូយស្អាតម្លឹងទេភ្នំគេដល់កបងប្អូនអើយកប់សេរីមែនតើចង់ដើរលេងភ្នំគេអញ្ចឹងដែរនេះបងប្អូនមើលស្អាតមែនតើណាអរគុណបងប្អូនសូមជួយ like ជួយឲ្យបេដងម្នាក់មួយផងបាទ